Hello 大家好ខ្ញុំមកចែករំលែកបងប្អូននៅពាក្យ3ឃ្លាដែលយើងតែងតែប្រើប្រាស់ក្នុងការិយាល័យសម្ភារៈការិយាល័យ办公室用品办公室用品ពាក្យទី1បិច2我用笔写会议记录我用笔写会议记录ខ្ញុំបានប្រើប៊ិចកត់ត្រាកិច្ចប្រជុំពាក្យទី2កុំព្យូទ័រ电脑我每天用电脑处理文件我每天用电脑处理文件ខ្ញុំប្រើកុំព្យូទ័រជារៀងរាល់ថ្ងៃដើម្បីដំណើរការឯកសារឬក៏យើងអាចនិយាយថាខ្ញុំប្រើកុំព្យូទ័រជារៀងរាល់ថ្ងៃដើម្បីដោះស្រាយនៅការធ្វើឯកសារពាក្យទី3ម៉ាស៊ីនបោះពុម្ព打印机我用打印机打印报告我用打印机打印报告ខ្ញុំប្រើម៉ាស៊ីនបោះពុម្ពដើម្បីបោះពុម្ពរបាយការណ៍ចាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ